សម្រាប់នៅថ្ងៃនេះផងដែរក៏បានធ្វើការវិលត្រឡប់មកជួបពុកម៉ែបងប្អូនសារជាថ្មីទៀតហើយសម្រាប់ចែកនៅតម្រុយឆ្នោតអាវងជូនទៅកាន់ពុកម៉ែបងប្អូនក៏ដូចជាប្រិយមិត្តទាំងអស់គ្នាសម្រាប់តម្រុយនៅថ្ងៃនេះផងដែរក៏ដូចជាសពមួយដងក៏បានយកនៅតម្រុយឆ្នោតចំនួន3គ្រាប់ដើម្បីយកមកធ្វើការចែកលេខជូនទៅកាន់ពុកម៉ែបងប្អូនប៉ុន្តែមុននឹងចូលទៅទស្សនាសូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងវងសុំលេខឆ្នោត14វងសុំលេខឆ្នោត61វងសុំលេខឆ្នោតអូខ្ទង់វងសុំលេខឆ្នោតសាយចាំសួរទី